ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីម្ដងទៀតជាមួយនឹងខ្ញុំបាទភាសាហើយជាមួយនឹងកម្មវិធីមេតិកានៃជីវិតថ្ងៃនេះផងដែរគឺខ្ញុំបានចូលមិត្តភ័ក្តិរបស់ខ្ញុំម្នាក់បានចូលរួមនៅក្នុងកម្មវិធីនេះហើយក៏សូមជម្រាបសួរបាទជម្រាបសួរបងបាទហ្នឹងហើយអូខេអូនឈ្មោះអីដែរខ្ញុំឈ្មោះមេងហួរបងមេងហួរណាបាទមេងហួរជួយរៀបរាប់ឈ្មោះហើយជាមួយនឹងទីកន្លែងកំណើតស្នាក់នៅអីហ្នឹងបាទខ្ញុំឈ្មោះមេងហួរបានមកពីខាងខេត្តសៀមរាបខាងខេត្តសៀមរាបបាទមេងហួរឆ្នាំនេះអាយុប៉ុន្មានហើយឆ្នាំនេះខ្ញុំអាយុ22បង22ឯណាបាទ22មើលពេញកន្លោះហមមចាស់ទៀតទេបងអូខេអញ្ចឹងមិញហួរមានដឹងថាខ្ញុំហៅមកនេះគឺក្នុងកម្មវិធីអីអត់ដឹងតែបងប្រាប់ខ្ញុំរួចហើយអូខេអញ្ចឹងខ្ញុំធ្លាប់ប្រាប់ហើយណាបាទប្រាប់អញ្ចឹងកម្មវិធីថ្ងៃនេះគឺមេតិកានៃជីវិតបាទអញ្ចឹងខ្ញុំចង់បញ្ជាក់ប្រាប់ថាទោះបីជាជីវិតរបស់យើងសពថ្ងៃមិនថាអ្នកមានអ្នកក្រឬក៏តារាឬក៏មិនតារាអីទេសំខាន់គឺតែងតែជួបប្រទះនៅបញ្ហាជីវិតរៀងខ្លួនយើងមើលមិនឃើញទេហើយបាទតារាយើងមិនឃើញអញ្ចឹងខ្ញុំធ្លាប់បានឮថាមេងហួរបាននិយាយថាពីមុនដែលបងធ្លាប់ឮបាទថាប្អូនធ្លាប់រស់នៅក្នុងខេត្តសៀមរាបប៉ុន្តែផ្លាស់ប្ដូរទៅនៅខាងឧត្តរមានជ័យបាទឧត្តរមានជ័យឆ្ងាយណាបើជិះពីសៀមរាបទៅរឿងចិត្តដែរបងបើយើងជិះទៅវិញមិនឆ្ងាយអូអូខេបាទញ៉ាំបងយល់ហើយអញ្ចឹងបងអូនជួយរៀបរាប់បាននេះមូលហេតុអីបានជាបងអូនផ្លាស់ប្ដូរទីលំនៅពីខាងខេត្តសៀមរាបទៅខាងឧត្តរមានជ័យដោយសារជំនាន់នោះគឺវារាំងចាប់ខ្លាំងបងអញ្ចឹងទៅគ្រួសារបែកបាក់គ្នាផងអញ្ចឹងទៅគាត់មានរឿងអញ្ចឹងទៅរើទៅនៅខាងមីងនៅខាងហ្នឹងហ្មងនៅជាមួយមីងនៅខាងឧត្តរមានជ័យរើពីសៀមរាបទៅអញ្ចឹង